ថ្ងៃនេះខ្ញុំមានរឿងមួយដែលមានចំណងជើងថា Taken ដែលជាខ្សែភាពយន្តនៃយាងពីបរិមម្នាក់ដែលបានតាមរកភរិយារបស់ខ្លួនដែលត្រូវបានក្រុមបងធំមួយក្រុមចាប់យកធ្វើជាចំណាត់ខ្មាំងក្នុងការសងសឹកជាមួយនឹងតួឯករបស់យើងតោះចឹងចង់ដឹងអត្ថន័យនៃខ្សែភាពយន្តនេះមានយ៉ាងណានោះសូមចូលទៅទស្សនាទាំងអស់គ្នាផ្ដើមដំបូងនៃសាច់រឿងមានសមាជិក Mafia មួយក្រុមដែលមានគ្នាជាច្រើននាក់បានរៀបចំរំលឹកទៅដល់វិញ្ញាណក្ខន្ធនៃសមាជិករបស់គេម្នាក់ដែលត្រូវបានស្លាប់ក្រោមថ្វីដៃរបស់តួឯកប្រុសយើងដែលគេបានចាប់កូនស្រីរបស់គាត់ដែលគេត្រូវជាកូននៃមេបងធំម្នាក់ដែលមានឈ្មោះថា Murad គេគឺជាមេបងធំនៃសមាជិកក្រុមនេះងាកមកកាន់តួឯកប្រុសរបស់យើងនិងក្រុមគ្រួសាររបស់គាត់ពេលនេះកំពុងតែរស់នៅក្នុងទីក្រុង Los Angeles ដែលតួឯកប្រុសរបស់យើងគាត់មានឈ្មោះថាម៉ៃហើយបានធ្វើការនៅក្នុងការ៉ាសមួយក្នុងឋានៈគឺជាអ្នកជូតឡានដែលគ្មាននរណាម្នាក់បានដឹងពីប្រវត្តិរបស់គាត់នោះឡើយប៉ុន្តែតាមពិតគាត់គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពូកែខ្លាំងណាស់មិនថាវាយគ្នាឬបាញ់បោកអ្វីនោះទេគឺគាត់មានសមត្ថភាពអាចធ្វើវាបានទាំងអស់ដែលមិនព្រឺរ៉ាជាមួយនឹងមនុស្សដែលគាត់ចង់ចាត់ការនោះឡើយម៉ៃបានទៅដល់ផ្ទះអតីតភរិយារបស់គាត់ដោយបានប្រាប់ថាគីមពេលនេះនាងកំពុងតែនៅសន្តាគារជាមួយនឹងនរណាម្ដងនោះទេនាងឆាប់ទៅមើលប៉ុន្តែមើលទៅភរិយារបស់គាត់ហាក់បីដូចជាមិនអើពើទៅលើរឿងនេះទេព្រោះគាត់គិតថាវាអាចជាសិទ្ធិនៅក្នុងការសម្រេចចិត្តរបស់គេព្រោះណាមួយកូនស្រីរបស់គាត់គឺធំហើយប៉ុន្តែម៉ៃវិញគឺមិនព្រមឲ្យនរណាម្នាក់ធ្វើរឿងអ្វីដែលមិនសមគួរជាមួយនឹងកូនស្រីរបស់គាត់នោះឡើយគាត់បានទៅដល់ស្ថានភាពនោះតែម្ដងដោយម៉ៃបានទៅកាត់ចង្វាក់របស់ពួកគេដែលរៀបនៅលេងបិទពួនទៅហើយមូលហេតុដែលគាត់អាចទៅដល់ទីនោះគឺដោយសារតែគាត់បានដាក់ GPS នៅក្នុងទូរស័ព្ទដៃរបស់នាងអាចនិយាយបានថាគាត់រៀងហួងហែងកូនស្រីរបស់គាត់បន្តិចប៉ុន្តែគ្មានឪពុកម្ដាយណាដែលមិនស្រឡាញ់កូនរបស់ខ្លួនឯងនោះទេដោយតែងតែគិតតែងតែបារម្ភទោះបីជាកូនស្រីរបស់ខ្លួនធំពេញវ័យក៏ដោយព្រោះនេះគឺជាទំហំនៃការស្រឡាញ់របស់ឪពុកម្ដាយគឺមិនអាចកាត់ថ្លៃបាននោះទេម៉ៃបាននាំកូនស្រីរបស់គាត់មកផ្ទះនិងបានណែនាំប្រាប់រឿងមួយចំនួនទៅកាន់នាងប៉ុន្តែមើលទៅនាងហាក់បីដូចជាមិនពេញចិត្តនោះទេសម្រាប់ការខ្លំមើលទៅលើជីវិតឯកជនរបស់នាងពេលនេះប៉ុន្តែម៉ៃក៏បាននិយាយអំពីរឿងដែលនាងត្រូវបានចាប់ខ្លួនកាលពីភាគមុនដែល admin បានសង្ខេបហើយប៉ុន្តែដោយសារតែមានបញ្ហា copyright អញ្ចឹងអត់បានផុសទេអញ្ចឹង admin ក៏សង្ខេបភាគ2តែម្ដងទៅចូលមកដល់សាច់រឿងរបស់យើងវិញមិត្តភ័ក្តិរបស់តួឯកប្រុសយើងនៅទីក្រុងប៉ារីសត្រូវបានក្រុម Mafia មួយក្រុមទៅដល់ផ្ទះរបស់គេតែម្ដងដែលពួកគេបានសួរនាំអំពីព័ត៌មាននៃតួឯកប្រុសរបស់យើងដើម្បីរកគាត់នៅក្នុងការសងសឹកហើយមើលទៅសមាជិកនៃក្រុម Mafia ទាំងនោះពិតជាធ្វើការលឿនមែននៅក្នុងការតាមរកតួឯកប្រុសរបស់យើងដោយបានបង្ហាញរូបថតនិងកំណត់មុខសញ្ញាយ៉ាងច្បាស់ដែលគាត់គឺជាគោលដៅដែលពួកគេត្រូវចាត់ការងាកមកកាន់ម៉ៃឯនេះវិញគាត់បានទៅបបួលអតីតភរិយារបស់គាត់និងគីមដែលជាកូនស្រីដើម្បីទៅកំសាន្តនៅប្រទេសចិនហើយនៅពេលដែលនាងស្ដាប់ឮដូចនេះនាងហាក់បីដូចជាមិនចង់ទៅជាមួយនឹងម៉ៃនោះទេប៉ុន្តែមុននឹងក្រោយនាងនិងកូនស្រីរបស់នាងនៅតែសម្រេចចិត្តទៅជាមួយនឹងគាត់ដដែលពួកគេក៏បានទៅសម្រាកនៅសន្តាគារមួយកន្លែងដែលមើលទៅទីនោះវាពិតជាស្រស់ស្អាតខ្លាំងណាស់ដោយភរិយារបស់គាត់រួមជាមួយនឹងគីមគឺនៅបន្ទប់ផ្សេងរីឯតួឯកប្រុសរបស់យើងគឺនៅបន្ទប់ផ្សេងដែលពេលដែលគាត់បានចូលទៅដល់បន្ទប់នោះគាត់ក៏បានយកអាវុធទុកនៅក្នុងវ៉ាលីដែលមើលទៅក្នុងវ៉ាលីនោះគឺសុទ្ធអាវុធតែម្ដងគឺមានគ្រប់ធនគ្រប់ម៉ាកដូចជាមិនមានខ្វះអីនោះទេចឹងល្មមកុំប៉ះគាត់អីព្រោះម៉ៃគាត់បានដឹងថាថ្ងៃណាមួយនឹងមានក្រុម Mafia គឺមកសងសឹកជាមួយនឹងគាត់ជាមិនខានម៉ៃបាននាំកូនស្រីរបស់គាត់ដើរលេងដោយនាំនាងជីកណូតហើយមើលទៅបរិយាកាសនៅទីនោះវាពិតជាស្រស់ស្អាតខ្លាំងណាស់អមជាមួយនឹងកំជួចដែលគេបានបាញ់ដែលពន្លឺវាពិតជាស្រស់ស្អាតខ្លាំងមែនទែនបើសិនជាមិនមែនឪពុកនិងកូនទេគឺជាសង្សារវិញមិនដឹងថារាត្រីនេះគឺរ៉ូមែនទិកប៉ុណ្ណានោះទេចូលមកដល់ព្រឹកស្អែកម៉ៃបាននាំភរិយារបស់គាត់ទៅដើរលេងម្ដងដោយបានឲ្យកូនស្រីរបស់គាត់ទៅបន្ទប់វិញដែលគាត់បាននាំនាងជិះរថយន្តដែលបានដើរកម្សាន្តនៅជុំវិញទីនោះប៉ុន្តែមិនទាន់នឹងបានដើរលេងស្រួលបួលផងក្រុម Mafia ដែលតាមម៉ៃនោះគឺគេបានតាមយ៉ាងគៀកធ្វើម៉ៃបានដឹងថាពួកគេកំពុងតែមានបំណងតាមសម្រាប់គាត់ហើយគាត់ក៏បានឲ្យភរិយារបស់គាត់ត្រឡប់ទៅសន្តាគារវិញដោយមិនបានបកស្រាយអ្វីច្រើននោះទេធ្វើនាងពិតជាខឹងជាមួយនឹងម៉ៃខ្លាំងមែនទែនម៉ៃបានឲ្យស្ពតឡានចុះពីឡានហើយគាត់ក៏បានបើករថយន្តដោយខ្លួនឯងនិងបានខលទូរស័ព្ទទៅកាន់កូនស្រីរបស់គាត់ដើម្បីឲ្យនាងរកកន្លែងគេចខ្លួនស្របពេលដែលគីមគឺមិនបានលើកទូរស័ព្ទនោះទេខណៈពេលដែលនាងកំពុងតែហែលទឹកលេងជាមួយនឹងសង្សាររបស់គេហើយងាកមកកាន់ភរិយារបស់គាត់វិញរត់ចុះរត់ឡើងក៏មកដល់ផ្លូវផ្ទាល់ដែលមានលបងហើយមិនតែប៉ុណ្ណោះគឺជាប់សោទៀតយ៉ាប់មកហើយនៅពេលនោះដែរក្រុម Mafia ទាំងនេះក៏បានមកជួបម៉ៃដោយពួកគេមិននិយាយអ្វីច្រើននោះឡើយគឺបានប្រយុទ្ធជាមួយនឹងគ្នាតែម្ដងគឺវាយទៅវាយមកដោយម៉ៃបានមាត់បរោះអ្នកជាច្រើនដៃហើយនឹងចាប់កលគេបោកទៅនឹងជាងតែម្ដងមើលទៅក្បាច់របស់ម៉ៃពិតជាសាហាវខ្លាំងមែនទែនសឹងតែមិនឲ្យដៃគូរបស់គាត់មានជីវិតនោះឡើយប៉ុន្តែភ្លាមនោះគាត់មិនអាចប្រយុទ្ធជាមួយនឹងពួកគេបានទៀតនោះទេដោយសារតែភរិយារបស់គាត់ត្រូវបានចាប់ខ្លួនធ្វើជាចំណាត់ខ្មាំងនៅទីនោះតែម្ដងខណៈពេលដែលគាត់បានព្យាយាមតាក់ទងទៅកាន់កូនស្រីរបស់គាត់ដោយនាងបានលើកទូរស័ព្ទម៉ៃក៏បាននិយាយទៅកាន់នាងថាកូនត្រូវតែរកកន្លែងលាក់ខ្លួនព្រោះថាពេលនេះម៉ាក់របស់កូនរួមជាមួយនឹងប៉ាគឺត្រូវបានចាប់ខ្លួនហើយនៅពេលដែលបានស្ដាប់ឮដូចនេះធ្វើនាងពិតជាមានអារម្មណ៍តក់ស្លុតចិត្តខ្លាំងណាស់ម៉ៃត្រូវបានទម្លាក់អាវុធចុះដោយគាត់មិនបានតដៃជាមួយនឹងពួកគេទៀតនោះទេធ្វើឲ្យពួកនោះគឺព្រួតវាយម៉ៃយ៉ាងដំណំដោយមិនធូរដៃនោះឡើយគីមដែលជាកូនស្រីរបស់គាត់បានចាក់ចេញពីអាងហែលទឹកនោះដោយបានដាក់សម្ដៅទៅកាន់បន្ទប់របស់តួឯកប្រុសយើងប៉ុន្តែបន្ទប់គឺមិនជាប់គ្នាទេដោយនាងបានចូលទៅក្នុងបន្ទប់របស់នាងនិងផ្លោះចេញតាមបង្អួចដើម្បីចូលទៅក្នុងបន្ទប់របស់គាត់ស្របពេលដែលក្រុម Mafia ទាំងនោះកំពុងតែតាមចាប់នាងនារីបម្រើការនៅក្នុងសន្តាគារនោះបានឃើញបរិសុទ្ធ2នាក់ដែលនៅក្នុងដៃរបស់ពួកគេគឺមានកំភ្លើងឃើញដូចនេះនាងក៏បានខលទៅក្រុមសន្តិសុខដើម្បីឲ្យជួយអន្តរាគមន៍ភ្លាមនោះក្រុមសន្តិសុខក៏បានមកដល់ភ្លាមតែម្ដងប៉ុន្តែមិនទាន់នឹងបានដើរចេញពីចន្លោះយន្តផងក៏ត្រូវក្រុម Mafia ទាំងនោះបាញ់ស្លាប់នៅក្នុងតែម្ដងម៉ៃត្រូវបានពួកគេចាប់យកមកឃុំនៅក្នុងបន្ទប់ក្រោមដីមួយខណៈពេលដែលម៉ៃត្រូវបានគេចង់ព្យួរនៅលើបង្គោលដែកនោះគាត់ក៏បានយកជើងរបស់គាត់ឆ្កឹះយកទូរស័ព្ទដៃមួយនៅក្នុងស្រោមជើងដើម្បីខលទូរស័ព្ទតាក់ទងទៅកាន់កូនស្រីរបស់
គាត់ភ្លាមនោះនាងក៏បានលើកដល់តួឯកប្រុសរបស់យើងបានឲ្យនាងយកវេលាដែលគាត់បានលាក់ទុកនោះដល់យកក្របបាយដៃគប់ទៅលើទីតាំងដែលនៅជិតនោះដើម្បីឲ្យដឹងថាតើគាត់នៅទីកន្លែងណាបុរសម្នាក់ដែលជាមេម៉ាហ្វៀក៏បានមកជួបជាមួយនឹងតួឯកប្រុសរបស់យើងនិងនិយាយអំពីរឿងដែលគាត់បានសម្លាប់កូនប្រុសរបស់គេប៉ុន្តែម៉ៃបាននិយាយទៅកាន់គេថាដោយសារតែគេបានចាប់កូនស្រីរបស់គាត់ដោយលើដូចនេះមេម៉ាហ្វៀម្នាក់នោះក៏មិនបាននិយាយអ្វីច្រើនទីនោះដែរក៏បានយកភរិយារបស់គាត់ដោយឲ្យកូនចៅគេចាក់ទៅលើនាងមួយកំបិតប៉ុន្តែមិនចាក់ដល់ថ្នាក់ស្លាប់នោះទេគឺបង្ហូរឈាមនាងរហូតតតែនាងស្លាប់តែម្ដងដើម្បីតួឯកប្រុសរបស់យើងឃើញពីភាពឈឺចាប់នៅពេលដែលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ហើយពួកគេក៏បានដើរចាក់ចេញពីទីនោះទៅមួយសន្ទុះក្រោយមកម៉ៃក៏បានប្រើវិធីសាស្ត្រដ៏ឆ្លាតរបស់គាត់ដើម្បីរំដោះខ្លួនចេញដោយភ្លាមនោះម៉ៃក៏បានរត់ទៅមើលភរិយារបស់គាត់ដោយម៉ៃនៅតែបន្តខលទូរស័ព្ទដែលនិយាយជាមួយនឹងកូនស្រីរបស់គេដោយបានឲ្យនាងគប់ក្របបាយដដែលដើម្បីកំណត់ទីតាំងភ្លាមនោះនាងក៏បានគប់សំដៅទៅកាន់ទីកន្លែងមួយដែលវាជាកន្លែងដែលតួឯកប្រុសរបស់យើងកំពុងតែត្រូវជាប់ឃុំសម្លេងក្របបាយក៏បានបន្លឺឡើងធ្វើឲ្យតួឯកប្រុសរបស់យើងបានដឹងថាវាគឺនៅជាទីនេះគាត់ក៏បានរត់ទៅកាន់បំពង់ផ្សាយមួយហើយបានបើកវាធ្វើឲ្យផ្សាយបានហោះចេញពីបំពង់នោះហើយបានប្រាប់កូនស្រីរបស់គាត់ថាប៉ាគឺនៅទីនេះនាងក៏បានរត់យ៉ាងលឿនសម្ដៅទៅកាន់ទីនោះដែលបានទម្លាក់កំភ្លើងចុះទៅក្រោមប៉ុន្តែនាងក៏ត្រូវបានបរិសុទ្ធពីរនាក់ដេញពីក្រោយនាងផងដែរដែលមើលទៅវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយនៅពេលដែលម៉ៃទទួលបានកំភ្លើងហើយពេលនេះគឺលេចេនតែម្ដងបានបាញ់គ្មានត្រាប្រណីទៅលើក្រុមម៉ាហ្វៀទាំងនោះដែលមិនបន្ធូរបន្ថយដៃនោះឡើយងាកមកកាន់កូនស្រីរបស់គាត់ឯនេះវិញនាងបានរត់យ៉ាងលឿននៅលើដំបូលផ្ទះដែលមើលទៅវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដោយនាងបានហក់ផ្លោះពីដំបូលមួយទៅដំបូលមួយដើម្បីរត់គេចខ្លួនពីការតាមសម្លាប់នៃក្រុមម៉ាហ្វៀទាំងនោះចុងក្រោយនាងក៏បានរត់ដួលហើយសមាជិកនៃក្រុមម៉ាហ្វៀម្នាក់ក៏បានយកកំភ្លើងបំរុងនឹងបាញ់សម្លាប់នាងប៉ុន្តែសំណាងល្អឪពុករបស់នាងក៏បានមកដល់ហើយក៏បានបាញ់សម្លាប់បរិសម្នាក់នោះនៅនឹងកន្លែងតែម្ដងបើសិនជាតួឯកប្រុសរបស់យើងមកយឺតតែបន្តិចនាងប្រកាសជាត្រូវអស់ជីវិតជាមិនខានឃើញដូចនេះម៉ៃក៏បានរត់ទៅអោបកូនស្រីរបស់គេដើម្បីកំដៅចិត្តរបស់នាងក្នុងរូបភាពដែលនាងបានឃើញពេលនេះម៉ៃរួមជាមួយនឹងកូនស្រីរបស់គាត់បានធ្វើដំណើរតាមរថយន្តមួយដើម្បីចាក់ចេញពីទីនោះប៉ុន្តែក្រុមម៉ាហ្វៀគឺនៅតែបើករថយន្តតាមគាត់គីគៀកដដែលប៉ុន្តែមានអីក៏ត្រូវបានតួឯកប្រុសរបស់យើងបើកឡានទ្រីបមួយយ៉ាងលយហើយក៏បានដល់កំភ្លើងបាញ់សម្ដៅទៅកាន់ពួកគេធ្វើឲ្យរថយន្តនោះក្រឡាប់ភីងនៅលើផ្លូវតែម្ដងមើលទៅពិតជាសាហាវខ្លាំងមែនទែនហើយមិនតែប៉ុណ្ណោះពួកគេនៅតែបន្តតាមតួឯកប្រុសរបស់យើងនិងកូនស្រីរបស់គាត់ទៀតមានអីតួឯកប្រុសរបស់យើងក៏បានឲ្យកូនស្រីរបស់គាត់បើករថយន្តយ៉ាងលឿនសម្ដៅទៅកាន់ទីតាំងយោធារបស់អាមេរិកមួយកន្លែងដែលកំពុងតែឈរជើងនៅទីនោះគ្មានទេពួកទាហានគ្រាន់តែឃើញបែបនេះក៏បានតម្រង់កំភ្លើងហើយបាញ់សម្ដៅទៅកាន់ពួកគេតែម្ដងប៉ុន្តែគ្មាននរណាម្នាក់ត្រូវរបួសនោះឡើយម៉ៃហើយនិងកូនស្រីរបស់គាត់គឺមិនបានកម្រើកនោះទេរថយន្តក៏បានទម្លុះទ្វារកញ្ចក់ទម្លុះចូលទៅខាងក្នុងដោយម៉ៃបានខលទូរស័ព្ទទៅកាន់មិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដើម្បីឲ្យគេជួយនៅក្នុងរឿងនេះខណៈពេលដែលគាត់កំពុងតែលេងកូនគោលងាកមកកាន់ម៉ៃក្នុងរថយន្តនេះវិញគាត់ក៏បាននិយាយទៅប្រាប់កូនស្រីរបស់គាត់ថាកូនកុំភ័យអីទោះបីជាយ៉ាងណាគឺប៉ាត្រូវទៅតាមរកម៉ារបស់កូនឲ្យឃើញម៉ៃបានរកទីកន្លែងលាក់ខ្លួនរបស់ម៉ារ៉ាដែលជាមេបងធំនោះបពពួកមួយចំនួនដែលបានយាមនៅទីនោះត្រូវបានតួឯកប្រុសរបស់យើងសម្លាប់ដែលគ្មានប្រណីដៃនោះឡើយគ្រាន់តែមានបរិសម្នាក់ដើរចេញពីបន្ទប់មួយមានអីតួឯកប្រុសរបស់យើងក៏បានយកកំភ្លើងអាការរបស់គេបាញ់ទម្លុះខ្លួនរបស់គេតែម្ដងនិងបានប្រើកំភ្លើងខ្លីរបស់គាត់បាញ់សម្ដៅទៅកាន់បរិសម្នាក់ទៀតដែលកំពុងតែអង្គុយនៅទីនោះដល់ការមកដល់របស់ម៉ៃលើកនេះគឺការខ្លាំងណាស់គឺមិនប្រណីដៃសូម្បីតែបន្តិចនោះទេម៉ៃក៏បានជួបដៃគូជាមួយនឹងកូនចៅរបស់មេបងធំនោះដែលគេក៏មានសមត្ថភាពនៅក្នុងការវាយនិងការបាញ់បោកដែរដោយពួកគេបានបាញ់គ្នាទៅវិញទៅមកប៉ុន្តែមិនត្រូវនោះទេដោយសារសមត្ថភាពពួកគេខ្លាំងរៀងៗខ្លួនដោយពួកគេបានវាយគ្នាទៅវិញទៅមកប៉ុន្តែចុងក្រោយគឺត្រូវតួឯកប្រុសរបស់យើងចាប់ឃ្លេគេជាប់និងបានបញ្ចប់គេនៅទីនោះហើយគាត់ក៏បានដើរទៅចូលក្នុងបន្ទប់តូចមួយដែលឃើញម៉ារ៉ាតកំពុងតែសង្ងំលាក់ខ្លួនគាត់បាននិយាយអំពីដំណើររឿងដែលកូនប្រុសរបស់គេបានចាប់កូនស្រីរបស់គាត់ហើយក៏បាននិយាយប្រាប់ទៅកាន់បងធំម្នាក់នោះឲ្យបញ្ចប់រឿងនេះដោយគាត់បានទម្លាក់កំភ្លើងចុះនិងមិនបានស្លាប់បងធំម្នាក់នោះឡើយហើយគាត់ក៏បានដើរចាក់ចេញទៅរាបងធំម្នាក់នោះវិញក៏បានឃើញកំភ្លើងគេក៏បានទាញមកហើយបានបាញ់សម្ដៅទៅកាន់តួឯកប្រុសរបស់យើងប៉ុន្តែកំភ្លើងគឺគ្មានគ្រាប់នោះឡើយដោយសារតួឯកប្រុសរបស់យើងបានដកវាអស់បាត់ទៅហើយគាត់ក៏បានងាកមកក្រោយហើយក៏បានដើរសម្ដៅទៅកាន់ម៉ៃរ៉ាតហើយចុងក្រោយនេះគឺតួឯកប្រុសរបស់យើងបានបញ្ចប់ជីវិតរបស់គេនៅទីនោះតែម្ដងការសន្តោសប្រណីនិងការជួយកែតម្រូវទៅលើមនុស្សមួយចំនួនពេលខ្លះវាមិនបានផ្ដល់ផលល្អមកកាន់អ្នកវិញនោះទេព្រោះមនុស្សបែបនេះគឺមិនទទួលស្គាល់នៅកំហុសឬទង្វើដែលគេបានធ្វើនោះឡើយចុងក្រោយម៉ៃក៏បានរត់ទៅអោបភរិយារបស់គាត់ប៉ុន្តែនាងគឺនៅមានជីវិតនោះទេហើយមួយរយៈក្រោយមកពួកគេក៏បានមករស់នៅជាមួយគ្នាយ៉ាងមានក្តីសុខវិញដោយម៉ៃបាននាំកូនស្រីរបស់គាត់មកញ៉ាំក្រាននៅក្នុងភោជនីយដ្ឋានមួយកន្លែងហើយក្នុងនោះក៏មានវត្តមានរបស់សង្សារគីមក៏បានមកចូលរួមញ៉ាំអីជាមួយនឹងពួកគេផងដែរហើយរឿងក៏ត្រូវបានចប់ត្រឹមនេះមនុស្សពេលខ្លះគឺមិនអាចមើលតែសម្បកការរបស់គេបាននោះទេថាគេគឺជាមនុស្សបែបណាមិនប្រកាសថាគេមិនមាត់គេគឺជាមនុស្សស្លូតនោះទេហើយយើងក៏មិនអាចមើលចិត្តរបស់គេឃើញនោះដែរការក្រែងចិត្តចំពោះមនុស្សដែលនៅជុំវិញខ្លួនវាគឺជាសិលធម៌ដ៏ល្អបំផុតសូមអរគុណចំពោះប្រិយមិត្តដែលចំណាយពេលវេលាតាមដានតាំងពីដើមរហូតដល់ចប់និងសូមអភ័យទោសរាល់កំហុសឆ្គងត្រង់ណាដោយចេតនាសូមជូនពរឲ្យប្រិយមិត្តនិងក្រុមគ្រួសារជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើននិងសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ